បាទសួស្តីទៅកាន់អ្នកទាំងអស់គ្នាសម្រាប់ថ្ងៃនេះខ្ញុំមកធ្វើបានរបៀបបត់បង្ហាញអំពីរបៀបនៃការភ្ជាប់ជាមួយនឹងទូរស័ព្ទដៃយើងជាមួយនឹងប្រភេទ counter digital HGVX 2026របស់យើងទាំងអស់គ្នាជាងកាមេរ៉ាកាត់ចូលមកអញ្ចឹងដំបូងឲ្យតែខ្ញុំត្រូវមានកម្មវិធី app ជាមួយនឹង iLink យើងត្រូវតែបើក Bluetooth ជាមួយនឹង Wi-Fi ហ្នឹងគឺយើងបើក on តែម្ដងយើងបើកតែមកយើងចូលជាមួយនឹងកម្មវិធី iLink ហ្នឹងហើយយើងយកពាក្យ scan QR code បាទហើយយើង scan ជាមួយនឹងទូរស័ព្ទដៃយើងទៅអញ្ចឹងវានឹងធ្វើការ connect គឺ connect ជាប់ហើយបងប្អូនបាទគឺជាប់ហើយអញ្ចឹងជាក់ស្ដែងគឺយើងអាចធ្វើការនៅមុខងារប៉ានេះយើងអាច share អេក្រង់ពីទូរស័ព្ទដៃយើងចូលទៅក្នុងនោះបានដូចគ្នាតែជន់ណាជាមួយខ្ញុំចុច start បាទអញ្ចឹងយើងអាចឃើញខ្ញុំចង់បញ្ជាអីផ្សេងគឺវាចូលក្នុងនឹងបានពីអេក្រង់ iPhone យើងចូលទៅក្នុងនឹងអញ្ចឹងណាចឹងងាយស្រួលមែនតើហើយយើងចុចចេញវិញមកហើយមួយទៀតមុខងារដែលពិសេសគឺក្នុងការប្រើប្រាស់នៅតាមផ្លូវណាយើងមើលទីតាំងបាទយើងចូលឡើងពាក្យ search address ឧទាហរណ៍ថាខ្ញុំចង់ទៅទីតាំងណាមួយអូខេថាខ្ញុំចង់ទៅរោងកុនបាទអញ្ចឹងយើងជួយពាក្យ start navigate មកអញ្ចឹងអេក្រង់យើងនៅបង្ហាញទិន្នន័យទីតាំងដែលយើងត្រូវជិះតាមផ្លូវបាទមានរយៈចម្ងាយផ្លូវណាត្រូវបត់អីគឺងាយស្រួលមែនទែនបងប្អូនអញ្ចឹងគឺទំនើបជាមួយនឹងប្រភេទម៉ូតូយើងស្រីថ្មី HGVX 2026ណាបងប្អូនគ្នាបាទអញ្ចឹងគឺងាយស្រួលមែនទែនក្នុងការភ្ជាប់យើងគ្រាន់តែមាន app ជាមួយទូរស័ព្ទដៃហើយយើងអាចធ្វើការ connect ភ្ជាប់អាចជាមួយនឹងការ record កាមេរ៉ាដែលយើងធ្វើដំណើរជារៀងរាល់ថ្ងៃក៏ដូចជាជាមួយនឹងទីតាំង Google Map នៅលើអេក្រង់របស់យើង HGVX 2026នេះផងដែរបងប្អូនទាំងអស់គ្នាអរគុណ